បាទសូមថ្វាយបង្គំព្រះសង្ឃជាទីគោរពសក្ការៈសូមគោរពសូមជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរនិងបងប្អូនពូជសាសន៍ខ្មែរទាំងអស់គ្នាដោយក្តីគោរពទូទាំងពិភពលោកដោយក្តីគោរពរាប់អានបាទខ្ញុំបកណាខ្ញុំបាទស៊ូវណ្ណស័ក្តិជាលោកគ្រូភាសាអង់គ្លេសនិងជាស្ថាបនិកនៃវេទិកាសន្តានាកម្រិតច្របាទអ្នកវេទិកាសន្តានាកម្រិតដែលខ្ញុំបានបង្កើតនេះគឺក្នុងគោលបំណងដើម្បីខ្ញុំទល់ខ្លួនក៏ដូចជាអ្នកខ្ញុំនឹងគោរពអញ្ជើញបងប្អូនខ្មែរទាំងអស់គ្នាដែលជាបញ្ញវន្តដែលជាអ្នកមានបទពិសោធន៍ដែលជាអ្នកមានគរុកុសលដែលជាអ្នកមានទេពកោសល្យផ្សេងៗនៅក្នុងការចែករំលែកជាទស្សនៈទានចែករំលែកជាធម្មទានដើម្បីបានជាបញ្ញាញាណបានជាប្រយោជន៍បានជាបញ្ញាញាណទៅអប់រំសង្គមខ្មែរយើងគឺជាការចូលរួមចំណែកក្នុងការជួយអប់រំជួយពង្រឹងកម្ពុជាយើងដើម្បីឲ្យសង្គមយើងចេះសង្គមយើងខ្លាំងតែបើកាលណាសង្គមយើងខ្លាំងគឺមានសង្គមដែលមានការអភិវឌ្ឍមានអញ្ចឹងទៅបាទអញ្ចឹងកម្មវិធីរបស់ខ្ញុំបង្កើតនេះគឺវេទិកាសន្តានាកម្រិតគឺជាវេទិកាមួយសម្រាប់អ្នកខ្ញុំគោរពអញ្ជើញនៃបដិគ្រប់អង្គបងប្អូនទាំងអស់គ្នាទាំងក្នុងទាំងក្រៅស្រុកដើម្បីចែករំលែកជាបញ្ញាញាណចែករំលែកជាធម្មទានដែលជួយអប់រំចំណែកដល់សង្គមខ្មែរនេះអញ្ចឹងបាទនៅប្រទេសជាតិមួយដែលមានការរីកចម្រើនខ្លាំងគឺយើងត្រូវវិនិយោគទៅលើការអប់រំអញ្ចឹងបាទដូច្នេះในកម្មវិធីនៃវេទិកាសន្តានាកម្រិតគឺជាកម្មវិធីមួយដែលចូលរួមចំណែកនៅក្នុងការអប់រំសង្គមតាមរយៈបញ្ញាញាណតាមរយៈជំនាញផ្សេងៗរបស់មាននេះហើយបាទប៉ុន្តែជាឱកាសនេះដែលខ្ញុំចង់និយាយនេះគឺខ្ញុំចង់ជួយផ្ដល់ជាគំនិតដែលចែករំលែកជាគំនិតថាតើជួយជាតិមានន័យថាម៉េចហើយដើម្បីជួយជាតិបានយើងគួរធ្វើម៉េចក្នុងឋានៈយើងជាប្រជាពលរដ្ឋម្នាក់ៗនេះយើងគួរធ្វើម៉េចបាទហើយខ្ញុំសូមជូនជាសេចក្តីបញ្យល់ជួយជាតិមានន័យថាម៉េចជួយជាតិគឺបានសេចក្តីថាយើងជាជាតិម្នាក់បើកាលណាយើងធ្វើខ្លួនយើងបានរឹងមាំហើយគឺបានសេចក្តីថាយើងរួចបន្ទុកពីអ្នកដទៃនៅរួចបន្ទុកពីជាតិគ្នាយើងនិយាយចំគឺរួចបន្ទុកពីរដ្ឋរួចបន្ទុកពីរដ្ឋាភិបាលគឺមានន័យថាយើងបានជួយជាតិមួយដែរគឺត្រង់ថាយើងពង្រឹងខ្លួនយើងពង្រឹងគ្រួសារយើងឲ្យផុតពីបន្ទុកអ្នកដទៃគឺមានន័យថាយើងជួយណែរំលោះជួយដោះបន្ទុកពីកាតព្វកិច្ចរបស់ជនកម្ពុជាដូចគ្នាពីប្រជាពលរដ្ឋកម្ពុជាដូចគ្នានៅក្នុងការជួយយើងអញ្ចឹងបើកាលណាយើងធ្វើបានដូច្នេះបានសេចក្តីថាយើងជួយជាតិមួយបានហើយគឺយើងជួយខ្លួនយើងឲ្យរឹងមាំដែលមិនចាំបាច់ត្រូវការបន្ទុកពីអ្នកដទៃទេគឺមានន័យថាយើងរំដោះខ្លួនយើងឲ្យផុតពីការលំបាកគឺយើងជួយជាតិបានមួយហើយអញ្ចឹងបាទគឺមានន័យអញ្ចឹងគឺយើងរាប់ពីខ្លួនយ៉ាងទៅពីរឿងការជួយជាតិបាទទី2ដែលហៅថាជួយជាតិគឺបានស្គាល់ថាយើងនេះដែលខ្លួនយើងមានភាពរឹងមាំហើយណាបងប្អូនធ្វើមកទៀតបាទយើងលះបង់ជាពេលវេលាជាកម្លាំងកាយជាបញ្ញាញាណជាលុយកាក់ទៅជួយកុមារក្រីក្រទៅជួយកុមារអនាថាជួយដល់គ្រួសារក្រីក្រឬក៏ជួយអ្វីដែលជាប្រយោជន៍ដល់មនុស្សកម្ពុជាជនជាតិកម្ពុជានិងទឹកដីកម្ពុជាដែលចេញពីខ្លួនយើងទៅជួយបែបហ្នឹងអាហ្នឹងគឺជួយជាតិរឹតតែសំខាន់ទេបាទដូចជាសរុបទៅទី2គឺជួយជាតិគឺមានន័យថាការលះបង់នៅអ្វីដែលយើងមានដើម្បីជាប្រយោជន៍ដល់ជាតិកម្ពុជាដូចគ្នាដើម្បីជាប្រយោជន៍ដល់ទឹកដីកម្ពុជានោះហើយគឺជាការជួយជាតិមានអញ្ចឹងបងប្អូនណាបាទគឺយើងជួយឲ្យយើងផុតពីការលំបាកទាំងអស់គ្នាបានរស់បានសម្បូរសប្បាយមានមធ្យោបាយរស់នៅទាំងអស់គ្នានឹងហើយជាការជួយជាតិអញ្ចឹងសរុបទៅការជួយជាតិជួយនៅធ្វើឲ្យខ្លួនយើងខ្លាំងគឺជាការជួយជាតិមួយហើយជួយចែករំលែកជាទ្រព្យសម្បត្តិដល់អ្នកដទៃដើម្បីរំដោះឲ្យផុតពីការលំបាកនឹងគឺជាការជួយជាតិទី2អញ្ចឹងមានន័យម៉េចតែការជួយជាតិគឺមានន័យថាជាការលះបង់នៅអ្វីដែលយើងមានជូនដល់មនុស្សដែលមានឈាមជ័រដូចគ្នានឹងហៅជាការជួយជាតិអញ្ចឹងបើកាលណាយើងធ្វើអ្វីជាប្រយោជន៍ដល់ជនកម្ពុជាជនជាតិកម្ពុជាគឺជួយជាតិហើយបើកាលណាយើងធ្វើអ្វីដែលបានជាប្រយោជន៍ដល់ការការពារទឹកដីកម្ពុជានឹងជាការជួយជាតិមានអញ្ចឹងដូច្នេះសរុបទៅគឺការជួយជាតិគឺមានន័យថាការលះបង់ចេញពីអ្វីពីខ្លួនយើងដើម្បីជាប្រយោជន៍នៅប្រជាជនកម្ពុជាដែលមានឈាមជ័រដូចគ្នាហើយនឹងជួយរួមចំណែកការពារទឹកដីកម្ពុជាអានឹងគេហៅថាការជួយជាតិទេបាទជាជាមួយទៀតខ្ញុំចង់និយាយថាចុះដើម្បីជួយជាតិបានយើងជាប្រជាពលរដ្ឋខ្មែរពូជសាសន៍ខ្មែរឈាមជ័រខ្មែរទោះនៅទីណាក៏ដោយយើងគួរធ្វើម៉េចបងប្អូនមានធាតុផ្សំ3បងប្អូនបាទដើម្បីជួយជាតិបានបងប្អូនណាបាទនៅទី1រឿងធំមកបាទគឺបងប្អូនត្រូវមានចិត្តមានថ្លើមប្រែមកថាមានចិត្តដើម្បីជួយជាតិតែមិនមានចិត្តដើម្បីជួយជាតិទេទោះបីមានប្រមាណកឆេមានប្រមាណអាកម៉ាស់មានប្រមាណចាក់ធាពីលើតបុលក៏អត់ជួយព្រោះយើងអត់មានចិត្តដើម្បីជួយដូច្នេះដើម្បីជួយជាតិគឺត្រូវមានចិត្តចង់ជួយមានចិត្តស្រឡាញ់ជាតិស្នេហាជាតិដូចយើងស្នេហាប្តីប្រពន្ធតែយើងស្នេហាគឺយើងលះបង់មកទិញជានិយាយពាក្យនេះដោយសារយើងត្រូវការស្រឡាញ់ហ្នឹងហើយតែហេតុស្រឡាញ់គឺលះបង់អញ្ចឹងបាទអញ្ចឹងទី1ត្រូវមានចិត្តចង់ជួយជាតិបាទទី2គឺបងប្អូនត្រូវមានចំណេះដឹងអ្វីមួយដើម្បីទៅធ្វើដើម្បីទៅចែករំលែកជាគំនិតល្អដើម្បីបានជាបញ្ញាញាណដល់សង្គមជាតិនឹងគឺជាការជួយជាតិទី2ហើយជួយជាតិទី3គឺបងប្អូនមានជាសម្ភារៈថវិកាដើម្បីទៅធ្វើអ្វីជាប្រយោជន៍ដល់ជនជាតិកម្ពុជា
ជីកដងមួយដល់សហគមន៍ជួយជាតិមួយជួយក្មេងអនាថាម្នាក់ជួយជាតិមួយគឺរើសដុំថ្មកុំឲ្យប្រជាជនកម្ពុជាចពប់ដួលម៉ូតូគឺជាការជួយជាតិមួយដែរចឹងបាទដូច្នេះដែលរឿងទី3គឺថាដើម្បីជួយជាតិបានគឺថាយើងគួរតែមានសម្ភារៈថវិកាដែលជាមធ្យោបាយអនុវត្តដើម្បីជួយជាតិបានចឹងបាទក៏ប៉ុន្តែខ្ញុំចង់និយាយថាចេះបើកាលណាបងប្អូនជួយជាតិហ្នឹងចង់ជួយជាតិតើគួរតែមានទាំង3ហ្នឹងហ្មងណាគួរតែមានទាំងអានេះចិត្តគួរតែមានទាំងចំណេះដឹងគួរតែមានទាំងលុយមែនបាទមានទាំង3ឲ្យកាន់ល្អក៏ប៉ុន្តែបើសិនមិនមានគ្រប់ទាំង3មានត្រឹមតែមានចិត្តជួយចលួយកាក់គ្នាដើម្បីគ្នាទៅធ្វើការស្រាវជ្រាវអ្វីមួយបានជាប្រយោជន៍ដល់សង្គមខ្មែរក៏ជួយជាតិដែរឧទាហរណ៍ដូចខ្ញុំលោកគ្រូប៊ុនសាក់នេះណាខ្ញុំមានចិត្តចង់ជួយជាតិបើសិនបងប្អូនចង់ជួយជាតិដែរប៉ុន្តែគួរតែស្រឡាញ់គឺមានន័យថាដែលខ្ញុំកំពុងដំណើរការរៀបចំជាវេទិកាសន្ទនាកម្រិតដែលខ្ញុំត្រូវសិក្សាស្រាវជ្រាវអំពីចំណេះដឹងបញ្ញាញាណល្អដើម្បីមកជួយចូលរួមអប់រំសង្គមកម្ពុជាបងប្អូនជួយចលួយកាក់1រៀល2រៀល100 200ម្នាក់$20 $30ពីអាមេរិកបារាំងញូហ្សេលីអឺរ៉ុបទាំងអស់ពីអាមេរិកនេះគឺជួយតែប៉ុណ្ណឹងគឺមានជួយជាតិហើយគឺមានតែបងប្អូនមិនបាច់ទៅធ្វើខ្លួនឯងទេបងប្អូនគាត់ទៅជួយ sponsor ចលួយកាក់មកខ្ញុំមួយខែ$4 ដល់$20ដើម្បីខ្ញុំបានថវិកាក្នុងការស្រាវជ្រាវដើម្បីបានជាចំណេះដឹងបញ្ញាញាណហើយចាក់ផ្សាយដើម្បីអប់រំសង្គមជាតិក៏បងប្អូនជួយជាតិដែរមិនចាំបាច់បងប្អូនមានចិត្តមានចំណេះទៅធ្វើខ្លួនឯងឬក៏មានលុយធ្វើខ្លួនឯងបើមានអញ្ចឹងក៏ល្អបើមិនមានអញ្ចឹងទេបងប្អូនគាត់ទៅជួយចាប់មាសចាប់ផលដូចយើងចូលរួមបុណ្យប្រកាសបុណ្យកឋិនអញ្ចឹងក៏ជួយជាតិដែរដូច្នេះសរុបទៅគឺដើម្បីជួយជាតិមានកត្តា3យ៉ាងមានចិត្តចង់ជួយណាមានចំណេះដឹងដើម្បីចែករំលែកជាធម្មជាតិល្អទី3មានមធ្យោបាយថវិកាដើម្បីធ្វើប៉ុន្តែបើសិនជាបងប្អូនមិនចាំបាច់មានចំណេះក៏បានដែរគាត់តែមានចិត្តចង់ជួយហើយបងប្អូនមានជាលុយកាក់ប្រាក់កាសបន្តិចជួយ sponsor ខ្ញុំលោកគ្រូប៊ុនសាក់ដើម្បីធ្វើការស្រាវជ្រាវអំពីច្បាប់ជាតិអន្តរជាតិអំពីច្បាប់ជាតិអន្តរជាតិអំពីគោលការណ៍សីលធម៌ដើម្បីអប់រំសង្គមកម្ពុជាក៏បងប្អូនជួយជាតិដែរយល់ទេខ្ញុំសូមអំពាវនាវបងប្អូនទាំងអស់គ្នាដែលចង់ជួយជាតិគឺទី1មានចិត្តជួយជាតិទី2មិនចាំបាច់អង្គុយចែករំលែកមិនបាច់ស្រាវជ្រាវដល់ខ្ញុំទេបងប្អូនគាត់ទៅជួយចលួយកាក់មក1រៀល2រៀល100 200ដើម្បីខ្ញុំបានជាថវិកាមក sponsor មកឧបត្ថម្ភខ្ញុំដើម្បីខ្ញុំធ្វើការស្រាវជ្រាវហើយខ្ញុំអញ្ជើញអ្នកចេះអ្នកមានគរុកុសលផ្សេងដើម្បីមកចូលរួមចំណែកអប់រំជាតិជាមួយគ្នាទេបាទដូច្នេះតាមរយៈវីដេអូរបស់ខ្ញុំនេះសម្រាប់បងប្អូនពូជសាសន៍ខ្មែរគ្រប់ទិសទីទាំងអស់ទៅលើផែនដីដែលចង់ជួយជាតិសូមមេត្តាជួយខ្ញុំដើម្បីបានជាថវិកាក្នុងការស្រាវជ្រាវសិក្សាជាចំណេះល្អដើម្បីចូលរួមអប់រំជាតិទេបាទបងប្អូននៅអូស្ត្រាលីនៅញូហ្សេឡង់នៅអាមេរិកនៅបារាំងនៅអឺរ៉ុបគាត់ទៅជួយតែម្នាក់អ្នក$4 $10 $20គឺមិនជាលំបាកទេក៏ប៉ុន្តែខ្ញុំខ្លាចក្រែងតែម្យ៉ាងគឺបើកាលបងប្អូនអត់មានបេះដូងដើម្បីជួយជាតិធ្វើម៉េចក៏អត់ជួយដែរក៏ប៉ុន្តែបើកាលបងប្អូនមានបេះដូងដើម្បីជួយជាតិគឺមានឱកាសមួយដើម្បីជួយជាតិមានសញ្ញាមួយដើម្បីជួយជាតិចឹងបាទហើយដល់បងប្អូនមកជួយស្រាក់ថវិកាមួយខែ$20ឲ្យខ្ញុំដើម្បីខ្ញុំសិក្សាស្រាវជ្រាវហើយបបួលនេះចេះមកនិយាយដើម្បីអប់រំជាតិអានឹងជួយជាតិជាមួយគ្នាមែនតើខ្ញុំសូមឲ្យបងប្អូនជួយជាតិដូចយើងជួយធ្វើបុណ្យប្រការដូចយើងជួយធ្វើបុណ្យកឋិនចឹងណាបាទណាបុណ្យប្រការបុណ្យកឋិនគឺជួយជាតិប៉ុន្តែបងប្អូនចូលរួមជាមួយខ្ញុំបានជាថវិកា$4 $10 $20មួយខែដើម្បីជួយឧបត្ថម្ភខ្ញុំក៏ជារឿងជួយជាតិជាក់ស្ដែងដើម្បីអភិវឌ្ឍដើម្បីភាពគង់វង្សប្រជាជាតិកម្ពុជាយើងចឹងបាទសូមអរគុណណាបាទសូមអរគុណព្រះអង្គសូមអរគុណបងប្អូនដែលពូជសាសន៍ខ្មែរគ្រប់គ្នាទាំងក្នុងទាំងក្រៅស្រុកទូទាំងសកលលោកបាទយើងជួយគ្នាដើម្បីជាតិយើងរឹងមាំគង់វង្សបងប្អូនណាបាទសូមអរគុណសូមអរគុណទៀតខ្ញុំលោកគ្រូស៊ូប៊ុនសាក់នឹងជាស្ថាបនិកនៃវេទិកាសន្ទនាកម្រិតបាទអរគុណណាស់បាទ